បើអ្នកមានប្រជ្រយ5កន្លែងនេះជាមនុស្សមានភ័ព្វសំណាងខ្ពស់ប្រជ្រយនៅលើផ្ទៃមុខឬដងខ្លួនសុទ្ធតែមានអត្ថន័យរបស់វាទៅតាមទីតាំងនៅក្នុងទ្រឹស្ដីនរវិទ្យាធ្លាប់បញ្ជាក់ជាច្រើនរួចមកហើយតាក់ទងទៅនឹងប្រជ្រយខណៈតាមជំនឿអរូបីបានបកស្រាយអំពីទីតាំងប្រជ្រយ5យ៉ាងដែលអាចនាំម្ចាស់ឲ្យคล้ายជាមនុស្សមានភ័ព្វសំណាងខ្ពស់ដូច្នេះចង់ដឹងទេថាតើប្រជ្រយទាំង5កន្លែងនោះមាននៅកន្លែងណាខ្លះសូមបន្តទស្សនាជាមួយអេដមីនដូចតទៅទី1ប្រជ្រយប្រជាប្រិយភាពទីតាំងនៃប្រជ្រយប្រជាប្រិយភាពឬកេរ្តិ៍ឈ្មោះឬភាពល្បីល្បាញច្រើនតែនៅកណ្ដាលកហើយប្រជ្រយនេះត្រូវបានគេចាត់ទុកថាជាប្រជ្រយដែលមានមន្តស្នេហ៍ផងដែរសម្រាប់អ្នកដែលមានប្រជ្រយនៅត្រង់កន្លែងនេះតែងតែមានប្រជាប្រិយភាពទទួលបានការកោតសរសើរពីមនុស្សជុំវិញខ្លួនពួកគេមានភាពវៃឆ្លាតនិងមានឱកាសរីកចម្រើនខ្ពស់នៅក្នុងជីវិតទី2ប្រជ្រយអ្នកជំនួញអ្នកមានប្រជ្រយត្រង់ចិញ្ចើមខាងឆ្វេងគឺជាមនុស្សសម្បូរប្រាជ្ញានិងការគិតជាពិសេសពាក់ព័ន្ធនឹងជំនួញឬការរកស៊ីធំអាចនិយាយបានថាវាគឺជាប្រជ្រយរបស់ពាណិជ្ជករបើម្ចាស់ខ្លួនគិតចង់ធ្វើជំនួញអ្វីក៏នឹងកើតឡើងដោយជោគជ័យក្រៅពីប្រជ្រយនៅចិញ្ចើមខាងឆ្វេងមនុស្សដែលមានប្រជ្រយនៅត្រង់ស្លាបច្រមុះខាងស្ដាំក៏ជាមនុស្សជោគជ័យក្នុងអាជីវកម្មនិងពាណិជ្ជកម្មប្រាក់100 លានដុល្លារផងដែរទី3ប្រជ្រយនាំសំណាងប្រជ្រយនៅលើទីតាំងថ្ពាល់ខាងស្ដាំជាមនុស្សជួបសំណាងមិនចេះដាច់នៅក្នុងជីវិតរស់នៅប្រជ្រយនេះនឹងជួយឲ្យម្ចាស់ខ្លួនមានសំណាងបើសិនមានបញ្ហានឹងមានមនុស្សតាមជួយគាំទ្រឬជួយជ្រោមជ្រែងជានិច្ចមិនតែប៉ុណ្ណោះប្រជ្រយត្រង់ត្របកភ្នែកខាងឆ្វេងក៏ត្រូវបានចាត់ទុកជាប្រជ្រយនាំសំណាងល្អបណ្ដាលឲ្យម្ចាស់ប្រជ្រយជួបប្រទះតែលុយកាក់ទី4ប្រជ្រយមន្តស្នេហ៍អ្នកណាដែលមានប្រជ្រយនៅត្រង់ទីតាំងបបោមាត់ទាំងខាងលើនិងខាងក្រោមជាមនុស្សសម្បូរមន្តស្នេហ៍ខ្លាំងបើប្រកបរបរជាអ្នកទីផ្សារឬជាអ្នកលក់អនឡាញនឹងទទួលជោគជ័យខ្ពស់ជាងក្រុមឯទៀតមិនតែប៉ុណ្ណោះពួកគេជាមនុស្សមានមន្តស្នេហ៍និងតាក់ទាញអ្នកជុំវិញខ្លួនឲ្យអាណិតស្រឡាញ់ទី5ប្រជ្រយអ្នកមានឬជាប្រជ្រយសេដ្ឋីប្រជ្រយនៅផ្នែកខាងឆ្វេងនៃខ្ទង់ច្រមុះឬស្លាបច្រមុះខាងឆ្វេងនឹងផ្ដល់ឱកាសឲ្យម្ចាស់ខ្លួនទទួលបានទ្រព្យសម្បត្តិសំណាងឬក្លាយជាសេដ្ឋីក្នុងពេលអនាគតបើមិនអាចក្លាយជាសេដ្ឋីក៏ជីវិតពួកគេជោគជ័យលើទ្រព្យសម្បត្តិពេលចាស់ទៅនឹងដេកចាយទ្រព្យដោយស្រណុកសុខស្រួលបន្ទាប់ពីទស្សនាវីដេអូនេះចប់តើអ្នកទាំងអស់គ្នាមាននៅប្រជ្រយទាំង5កន្លែងនេះដែរឬទេសូមខមមិននៅខាងក្រោមវីដេអូដើម្បីឲ្យ admin បានដឹងពីចម្លើយរបស់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ទាប់ទៀត